កុំដាក់ទូរស័ព្ទក្រោមខ្នើយឬភួយពេលសាកនៅកន្លែងដែលមានខ្យល់ចេញចូលល្អប្រើទូរស័ព្ទមានមុខងារ Optimize Charging ឬ Charging Limit សូមបើកប្រើការយល់ច្រឡំរបស់បងប្អូនថាសួរតើ Fast Charging ខូចថ្មភ្លាមឬទេមិនពិតទេទូរស័ព្ទសម័យថ្មីត្រូវបានរចនាឡើងសម្រាប់ការសាកលឿនតើឆ្នាំងសាកបាត់ខ្ពស់ពេកនឹងបង្ខំឲ្យទូរស័ព្ទធ្វើថាមពលថ្មលើសចំណុចនេះក៏មិនពិតដែរទូរស័ព្ទនឹងទទួលយកតែថាមពលដែលវាគ្រប់គ្រងឧទាហរណ៍បើទូរស័ព្ទគ្រប់គ្រង25 វ៉ាត់វានឹងមិនទាញយក45 វ៉ាត់ទេទាំងអស់ពីឆ្នាំងសាកឡើយសរុបមក Fast Charging មិនមែនជាមូលហេតុដែលធ្វើឲ្យខូចថ្មដោយខ្លួនវាទេអ្វីដែលអ្នកគួរប្រុងប្រយ័ត្នគឺកម្ដៅឆ្នាំងសាកមានគុណភាពនិងការប្រើទូរស័ព្ទធ្ងន់ពេលកំពុងសាកវីដេអូនេះមានប្រយោជន៍សូមចុច Like Subscribe និង Share ដើម្បីចូលរួមសូមអរគុណនិងជួយគ្នាក្នុងវីដេអូបន្ទាប់